សូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលតែងតែតាមដានព័ត៌មានផ្នែកច្បាប់ក៏ដូចជាការចែករំលែកអំពីចំណេះដឹងពាក់ព័ន្ធក្នុងវិស័យច្បាប់ថ្ងៃនេះឋានៈយុត្តិធម៌និងនីតិសាស្ត្រនឹងលើកយក3ចំណុចដែលពាក់ព័ន្ធជាមួយវិជ្ជាជីវៈមេធាវីមកធ្វើការចែករំលែកក្នុងនោះមាន 1. តើមេធាវីជានរណា 2. តើមេធាវីមានតួនាទីនិងភារកិច្ចអ្វីខ្លះ 3. ដើម្បីចូលប្រកបវិជ្ជាជីវៈមេធាវីតើតម្រូវឲ្យមានលក្ខខណ្ឌអ្វីខ្លះជាដំបូងខ្ញុំបាទសូមធ្វើការបកស្រាយនៅសំណួរទី1មេធាវីគឺជាវិជ្ជាជីវៈមួយដែលមានលក្ខណៈឯករាជ្យនិងសេរីត្រូវបានបង្កើតឡើងដើម្បីចូលរួមបម្រើវិស័យយុត្តិធម៌ហើយវិជ្ជាជីវៈនេះអាចប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវីតែប៉ុណ្ណោះនេះបើយោងតាមមាត្រា1នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីបច្ចុប្បន្ននេះវិជ្ជាជីវៈមេធាវីត្រូវបានដាក់ឲ្យស្ថិតក្រោមក្របខ័ណ្ឌនៃវិធានវិជ្ជាជីវៈមេធាវីរួមមានច្បាប់ស្តីពីលក្ខន្តិកៈមេធាវីក្រមសីលធម៌មេធាវីនិងបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីមិនមែនជាមន្ត្រីក្នុងក្របខ័ណ្ឌតុលាការឬរបស់ក្រសួងយុតិធធម៌និងរឹតតែមិនមែនជាមន្ត្រីរាជការមេធាវីពុំមានបរិវត្តនោះទេហើយប្រកបវិជ្ជាជីវៈមេធាវីនេះផងដែរក៏មិនមានការកំណត់អាយុឬលក្ខខណ្ឌចូលនិវត្តន៍នោះឡើយក្នុងន័យនេះមានន័យថាមេធាវីអាចប្រកបវិជ្ជាជីវៈរបស់ខ្លួនអស់មួយជីវិតលើកលែងតែក្នុងករណីសម័យខ្លួនសូមលាលែងឬទទួលវិន័យដោយការលុបឈ្មោះចេញពីគណៈមេធាវីឬទទួលការផ្តន្ទាទោសព្រមត្តនណាមួយពីស្ថាប័នតុលាការអញ្ចឹងបងប្អូនប្រិយមិត្តប្រកាសជាមានការងើយឆ្ងល់ថាប្រសិនបើអាជីពមេធាវីមិនទទួលបានប្រាក់បៀវត្សតើមេធាវីទទួលបានប្រាក់ចំណូលពីប្រភពណាដោយសារមេធាវីមិនមែនជាមន្ត្រីរាជការហើយពុំមានបរិវត្តផងនោះដូចនេះច្បាប់បានកំណត់ឲ្យមេធាវីបំពេញការងារដល់សេវាកម្មដោយយកប្រាក់កម្រៃពីកូនក្តីដោយការប្រឹក្សាច្បាប់ការតាក់តែងកិច្ចសន្យានិងលិខិតស្នាមគតិយុត្តនានាព្រមទាំងការការពារក្តីឬតំណាងដោយអាណត្តិឲ្យកូនក្តីជាឥតប៉ុន្តែក៏មានករណីមួយចំនួនដែលមេធាវីផ្ដល់សេវាដោយមិនយកកម្រៃដូចជាការការពារក្តីជូនជនក្រីក្រដោយមានការចាត់តាំងពីគណៈមេធាវីឬក៏តាមការសម្រេចរបស់មេធាវីដោយខ្លួនឯងផ្ទាល់ដូច្នេះមេធាវីដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមបម្រើវិស័យយុត្តិធម៌ពង្រឹងនីតិរដ្ឋនិងការពារសិទ្ធិមនុស្សនៅក្នុងប្រជាជាតិកម្ពុជាដូចនេះសំណួរទី1នៃប្រធានបទវិជ្ជាជីវៈមេធាវីត្រូវបានបញ្ចប់សូមប្រិយមិត្តទាំងអស់គ្នារងចាំតាមដានសំណួរបន្ទាប់នៅវីដេអូក្រោយសូមអរគុណ